ថ្ងៃនេះខ្ញុំចង់ចែកម្លែកអំពីសិភៅវិជ្ជករដ៏ពិសេសងាយស្រួលអានងាយស្រួលយល់ជាពិសេសបងប្អូនដែលរៀនភាសាអង់គ្លេសពីកម្រិតទាបថ្នាក់ដំបូងរហូតដល់កម្រិតខ្ពស់សិភៅនេះខ្ញុំបានសម្រិតសម្រាំងចំណុចពិសេសពី Unit 1រហូតដល់ Unit 30ពីមេរៀនទី1ដល់ទី30បញ្យលមានការបកប្រែសម្រាយជាភាសាខ្មែរហើយនឹងមានការអនុវត្តលំហាត់ជាក់ស្ដែងទៅនឹង unit មួយដើម្បីឲ្យបងប្អូនសិស្សានុសិស្សមានការយល់ដឹងជាមូលដ្ឋានគ្រឹះវិជ្ជករជាមុនសិនដើម្បីរៀនអ្វីដែលស្មុគស្មាញមានការយល់បានលឿនរហ័សសភៅវិជ្ជករនេះគឺអាចបំភ្លឺផ្លូវសម្រាប់បងប្អូនដែលចំណាយរយៈពេលយូររៀនភាសាអង់គ្លេសតែ grammar នៅតែខ្សោយរៀនមិនចេះរៀនមិនយល់ការសរសេរក៏ខុសហើយនិយាយក៏មិនមានទំនុកចិត្តឥឡូវនេះមានដំណោះស្រាយហើយ Digital Grammar Book នេះងាយស្រួលរៀនងាយយល់សម្រាប់សិស្សនិស្សិតនិងអ្នកចង់ពង្រឹងភាសាអង់គ្លេសទាំងផ្នែកទំនាក់ទំនងទាំងការសរសេរក៏ដូចជាការនិយាយដោយទំនុកចិត្តដោយសារសភៅនេះខ្ញុំបានបកប្រែសម្រាយចំណុចខ្លះៗជាភាសាខ្មែរហើយមានឧទាហរណ៍ច្បាស់បងប្អូនអាចរៀនបានគ្រប់ទីកន្លែងតាមទូរស័ព្ទតាម smartphone តាម tablet អ្វីដែលពិសេសហ្នឹងគឺជួយសន្សំពេលវេលាបងប្អូននិងសន្សំថវិកាដែលមិនចំណាយច្រើនទេសភៅមួយក្បាលនេះហើយបងប្អូននិស្សិតសិស្សានុសិស្សដែលកំងទិញសភៅនេះយកទៅអាននៅផ្ទះបានទាំង hard copy ក៏ដូចជា soft digital គឺបងប្អូនអាចនឹង download soft ពេញលេញ PDF ដែលខ្ញុំនឹង free ជូនបន្ថែមបន្ទាប់ពីកំងទិញសៀវភៅ grammar ពិសេសរបស់ខ្ញុំមួយក្បាលនេះបាទហើយឥឡូវនេះបងប្អូនដែលចាប់អារម្មណ៍ចង់ពង្រឹងពង្រីកសមត្ថភាពអង់គ្លេសទៅលើមូលដ្ឋានគ្រឹះវិជ្ជករអាចកំងទិញខ្ញុំបានហើយខ្ញុំនឹងផ្ញើ soft ឲ្យហើយនឹង free delivery ជូនសម្រាប់បងប្អូនដែលនៅឆ្ងាយពីកន្លែងទីរួមខេត្តកំពង់ចាមបាទហើយយើងនឹងទាញបងប្អូនចូលក្នុង group សិស្សានុសិស្សអាចមានចម្ងល់ឆ្ងល់អាចសួរលោកគ្រូផ្ទាល់តែម្ដងគឺខ្ញុំរងចាំនឹងឆ្លើយនិងណែនាំពីរបៀបវិធីសាស្ត្រក្នុងការរៀនភាសាអង់គ្លេសឲ្យឆាប់យល់និងប្រើការបានអញ្ចឹងមានសភៅ grammar មួយក្បាលនេះគឺងាយស្រួលសម្រាប់តាមខ្លួនយកតាមខ្លួនក៏ដូចជាអាចអានសោះនៅតាមទូរស័ព្ទចំណុចណាដែលបងប្អូនមិនយល់ជួយបំភ្លឺបាទសូមអរគុណចំពោះការគាំទ្រស្នាដៃនិពន្ធនិងការចូលរួមក្រុមសិក្សាជាមួយលោកគ្រូផ្ទាល់តែម្ដងសូមអរគុណបាទជួយកំងទិញទៅបងប្អូនបាទដើម្បីជាការលើកទឹកចិត្តនៅស្នាដៃនិពន្ធរបស់លោកគ្រូក៏ដូចជាជំរុញទឹកចិត្តបងប្អូនឲ្យមានការយល់ដឹងភាសាអង់គ្លេសបានច្រើនជាងមុនបាទ